រឿងបរោះជីកក្ដាមនិទានមួយថាមានបរោះប្តីប្រពន្ធមានកូនប្រុសមួយកូននោះអាយុបាន12ឆ្នាំមេដាស្លាប់ទៅនៅតែឪពុកពុះម៉ាយឪពុកក៏ធ្វើរបរលក់ដូរតែពីញាក់នឹងកូនលក់មិនដាច់រឹតតែក្រទៅក្រោយមកឪពុកអនិច្ចកម្មទៅទៀតនៅតែកូនម្នាក់ឯងរក្សាផ្ទះសម្បែងឪពុកស្លាប់ទៅបាន5ថ្ងៃក៏មកពន្យល់សពថាកូនឯងក្រលំបាកណាស់យើងជាឪពុកគ្មានរបស់អ្វីនឹងឲ្យទេដូច្នេះឲ្យកូនទៅជីកក្ដាមនៅក្រោមខ្ទមអ្នកតានាទិសឦសានផ្ទះយើងយកទៅលក់ចិញ្ចឹមជីវិតរៀងរាល់ថ្ងៃចោះវេលាព្រឹកឡើងកាលណាឲ្យកូនទៅជីកយករាល់ថ្ងៃកំខានលុះភ្លឺច្បាស់កូននោះភ្ញាក់ឡើងចាំជាក់នៅនិមិត្តសពគ្រប់ក៏ចាប់យកចបដើរតម្រង់ទៅខ្ទមអ្នកតាជីកទៅឃើញក្ដាមមួយប្រកបមែនរួចយកក្ដាមនោះទៅលក់ឲ្យអ្នកផ្សារក៏ទិញយកបរោះនោះបានប្រាក់ហើយត្រឡប់មកវិញថ្ងៃក្រោយវេលាព្រឹកបរោះទៅជីកក្ដាមនៅកន្លែងដដែលនោះបានក្ដាមមួយយកទៅលក់ឲ្យអ្នកផ្សារគេក៏ទិញទៅទៀតបរោះត្រឡប់មកផ្ទះវិញនៅទីនោះមានមហាសេដ្ឋីម្នាក់មានកូនស្រីក្រមុំច្រើនកូនស្រីបងទាំងប៉ុន្មានមហាសេដ្ឋីរៀបឲ្យមានប្តីអស់នៅតែកូនស្រីពៅម្នាក់ឈ្មោះនាងពៅប្រកែកមិនព្រមយកប្តីសំបីមហាសេដ្ឋីជាឪពុកបង្ខំឲ្យមានប្តីម្ដេចម្ដាក៏នាងមិនព្រមរីឯបរោះនោះលុះថ្ងៃក្រោយទៅជីកក្ដាមនៅកន្លែងដដែលបានមួយទៀតហើយកាន់យកទៅលក់នាងពៅកូនក្រមុំមហាសេដ្ឋីបានឃើញក៏ហៅមកសួរថាអ្នកកំឡោះយួរក្ដាមទៅណាបរោះនោះជំរាបថាខ្ញុំយកទៅលក់នាងពៅក៏ទិញហើយនាងប្រាប់ថាពីថ្ងៃនេះទៅបើអ្នកបានក្ដាមកុំលក់ឲ្យអ្នកណាត្រូវយកមកលក់ឲ្យខ្ញុំរាល់ថ្ងៃកុំខានដែលទៅជាយ៉ាងនេះដោយនាងនោះមានចិត្តប្រតិព័ទ្ធនឹងបរោះនោះណាស់តែអ្នកនោះមិនដឹងខ្លួនទេបរោះនោះបានប្រាក់ហើយត្រឡប់មកផ្ទះវិញថ្ងៃក្រោយបរោះនោះទៅជីកក្ដាមនៅនឹងកន្លែងដដែលទៀតរួចយកមកលក់ឲ្យនាងពៅនោះរាល់ថ្ងៃនាងពៅក៏ចេះតែទទួលទិញយកក្ដាមមិនដែលខានហើយមានចិត្តរឹតតែស្រឡាញ់បរោះនោះខ្លាំងឡើងក៏ធ្វើរឹកពីកិរិយាឲ្យបរោះនោះដឹងបរោះនោះដឹងជាក់ថានាងស្រឡាញ់ខ្លួនប្រកបតែដោយពិចារណាថាសពថ្ងៃនេះខ្លួនជាអ្នកក្រីក្រលំបាកណាស់ហើយកំព្រាផងក៏មិនហ៊ាននិយាយថាមិនដេចឡើយចំណែកបងស្រីប៉ុន្មានអ្នកបានឃើញនាងពៅជីប្អូនធ្វើរឹកពីកិរិយាស្រឡាញ់បរោះលក់ក្ដាមនោះពុនពេកក៏នាំគ្នាទៅជម្រាបមហាសេដ្ឋីជាមេត្តាបិតានាងពៅជីប្អូនធ្វើរឹកពីស្រឡាញ់បរោះជីកក្ដាមនោះក្រៃពេកបរោះនោះបានក្ដាមយកមកលក់ឲ្យតែនាងពៅឯនាងពៅចេះតែទទួលទិញរាល់តែថ្ងៃរួចធ្វើរឹកពីកិរិយាស្រឡាញ់បរោះនោះណាស់ទោះបីខ្ញុំទាំងអស់គ្នានិយាយទូមានដូចម្ដេចក៏មិនស្ដាប់មិនតាមរឹតតែធ្វើខ្លាំងសេដ្ឋីជាបិតាមេត្តាឮដូច្នោះខឹងច្រឡោតហៅឲ្យនាងពៅមកជេរបន្ទោសថ្មាស់តេះដៀថាហងនេះជាមនុស្សរឹងត្អឹងទៅតឹងនឹងចិត្តមេត្តាបិតាអញឲ្យមានប្តីទៅមនុស្សមានទ្រព្យសម្បត្តិហងឯងប្រកែកព្រមយកឥឡូវហងឯងស្រឡាញ់មនុស្សកំសត់លក់តែក្ដាមវិញហងឯងនេះអាក្រក់ណាស់ចុះចេញពីផ្ទះអញឲ្យឆាប់ទៅយកអាកំសត់លក់ក្ដាមនោះចោះចាប់ពីថ្ងៃនេះទៅហងឯងក៏មកឡើងផ្ទះអញសំបីតែនៅក្នុងភូមិក៏ចូលមិនបានអញកាត់កាលចោលហើយចំណែកមេដាក៏កាត់ចិត្តមិនដាច់ពីកូនពៅក៏លោបវិចរបស់ស្រាលដែលមានតម្លៃឲ្យនាងពៅជាកូននាងពៅក៏សំពះលាមេដាយកបង្វិចដែរមេដាឲ្យនោះចុះចេញពីផ្ទះសំដៅទៅផ្ទះបរោះលក់ក្ដាមនិយាយពីរឿងដែរបិតាខឹងបណ្ឌិនសពគ្រប់ប្រាប់បរោះនោះបានស្ដាប់ហើយក៏ឆ្លើយតបថាសពថ្ងៃខ្លួនខ្ញុំនេះក្រីក្រជាទីបំផុតហើយកំព្រាតែម្នាក់ឯងផងនាងត្រឡប់ទៅវិញចោះខ្ញុំមិនហ៊ានទទួលយកនាងទេខ្ញុំខ្លាចមហាសេដ្ឋីជាបិតានាងចាប់ទោសយកខ្ញុំទៅសម្លាប់នាងពៅតបថាខ្ញុំមិនទៅវិញទេសួរស្លាប់នឹងអ្នកហើយបរោះនោះសួរថាបើដូច្នោះយើងគិតដូចម្ដេចនាងពៅឆ្លើយថាបើអ្នកគិតឃើញយ៉ាងណាខ្ញុំទទួលតាមយកទាំងអស់បរោះនោះនាំនាងពៅចេញចោលផ្ទះទៅនៅស្រុកក្រៅហើយធ្វើផ្ទះមួយខ្នងសម្រាប់
ลูกปรักลางមកជីកក្តាមនៅដដែលយកទៅលក់ដូចថ្ងៃមុនទៀតបានប្រាក់ហើយទិញវត្ថុផ្សេងផ្ញើប្រពន្ធហើយប្រព្រឹត្តយ៉ាងនេះជាច្រើនថ្ងៃហើយតែជាស្រីគ្រប់លក្ខនាងពៅនោះក៏ប្រណិប័តប្តីមិនអោយតោះចិត្តវេលាយប់ចូលដំណេកនាងពៅនិយាយនឹងប្តីថាខ្ញុំសូមចិត្តប្តីតាំងពីថ្ងៃនេះតទៅសូមអ្នកកុំទៅជីកក្តាមទៀតឡើយព្រោះប្រាក់កាសយើងមានច្រើនហើយបើអ្នកចង់ទិញរបស់អ្វីក៏ទិញតាមចិត្តអ្នកចោះប្តីមិនព្រមតាមលុះព្រឹកឡើងប្តីកាន់ចប់ទៅជីកក្តាមប្រពន្ធឃើញដូច្នោះក៏លោបតាមទៅមើលដល់ទីកន្លែងឲ្យឃើញច្បាស់មិនឲ្យដឹងលុះឃើញច្បាស់ហើយក៏ត្រឡប់មកផ្ទះវិញចំណែកប្តីជីកបានក្តាមហើយយកទៅលក់រួចទិញម្ហូបចំណីផ្ញើប្រពន្ធថ្ងៃក្រោយប្តីទៅកាប់អុសក្នុងព្រៃឆ្ងាយនាងពៅឃើញប្តីទៅរកអុសក៏កាន់ចប់ទៅជីករំលើងនៅកន្លែងដែលប្តីជីកក្តាមនោះអស់រួចត្រឡប់មកផ្ទះដាំបាយធ្វើម្ហូបចំណីទុកឲ្យប្តីបរិភោគថ្ងៃល្ងាចត្រជាក់ប្តីមកពីព្រៃក៏បរិភោគបាយជាមួយគ្នាលុះព្រឹកឡើងប្តីកាន់ចប់ទៅជីកក្តាមទៀតឃើញទីកន្លែងនោះធ្លុះធ្លាយអស់រលីងរលត់ឆាក់ឆាយអស់ហើយក៏បានឃើញសម្បកក្តាមមួយធំប្លែកស្ងួតស្អាតដូចជា5ថ្ងៃយូរហើយអ្នកនោះក៏កាន់សម្បកក្តាមយកមកទុកក្រោមផ្ទះមិនបានប្រាប់ភរិយាឲ្យដឹងទេភរិយាក៏សួរប្តីថាដូចម្ដេចហើយលុះវេលាយប់ចូលដំណេកនាងពៅកាន់ប្រាក់របូតពីដៃជ្រុះមួយណែនទៅក្រោមផ្ទះធ្លាក់ទៅក្នុងសម្បកក្តាមនោះនាងមិនហ៊ានប្រាប់ប្តីឲ្យដឹងដោយគិតថាចាំព្រឹកភ្លឺច្បាស់ឡើងសឹមទៅយកប្រាក់នោះទុកវិញលុះព្រឹកឡើងនាងចុះពីផ្ទះទៅយកប្រាក់មួយណែនដែលធ្លាក់នោះស្រាប់តែឃើញប្រាក់ណែនពេញសម្បកក្តាមនាងអរណាស់យកមកឲ្យប្តីសួរថានេះបានប្រាក់ពីណាច្រើនម្ល៉េះនាងពៅជម្រាបប្រាប់ប្តីថាការប្រយុទ្ធមិញខ្ញុំកាន់ប្រាក់ដើម្បីយកទៅទុកខាងក្នុងក៏របូតមួយណែនពីដៃធ្លាក់ទៅក្នុងក្រោមផ្ទះខ្ញុំពុំបានចុះទៅយកពីព្រោះគិតថាផ្ទះនៅឆ្ងាយពីគេគ្មានអ្នកណាដឹងឬឃើញចាំព្រឹកច្បាស់សឹមចុះទៅយកលុះព្រឹកឡើងខ្ញុំចុះទៅស្រាប់តែឃើញប្រាក់ណែនពេញសម្បកក្តាមខ្ញុំក៏យកមកជូនអ្នកប្តីមានអំណរពុនប្រមាណហើយនិយាយប្រាប់ប្រពន្ធថាពីថ្ងៃនេះតទៅបងឈប់ជីកក្តាមហើយប្រពន្ធអរណាស់រាល់តែវេលាយប់អ្នកទាំងពីរអ្នកប្តីប្រពន្ធនាំគ្នាទម្លាក់ប្រាក់ទៅចំសម្បកក្តាមធំព្រឹកឡើងចុះទៅមើលឃើញប្រាក់ពេញសម្បកក្តាមនោះក៏យកមកទុករៀងរាល់ថ្ងៃទើបទម្លាក់ប្រាក់រៀឡើងព្រឹកឡើងឃើញប្រាក់រៀទើបទម្លាក់ប្រាក់ណែនព្រឹកឡើងឃើញប្រាក់ណែនទើបទម្លាក់គ្រឿងមាសពេជ្រព្រឹកឡើងឃើញគ្រឿងមាសពេជ្រពេញសម្បកក្តាមអ្នកទាំងពីរប្រព្រឹត្តយ៉ាងនេះមួយឆ្នាំមានមាសប្រាក់គ្រឿងប្រដាប់ប្រើប្រាស់ច្រើនណាស់រាប់មិនអស់ទើបប្រឹក្សាគ្នាថាយើងមានប្រាក់មាសនិងគ្រឿងប្រដាប់ច្រើនម្ល៉េះតើយើងបានអ្វីនឹងទុកទាំងអស់នេះលោកគិតហើយក៏នាំគ្នាយកប្រាក់និងគ្រឿងមាសពេជ្រទាំងអស់ទៅជីកកប់ទុកច្រើនអន្លើលោកក្រោយពីនោះមកទាំងពីរអ្នកប្តីប្រពន្ធក៏នាំគ្នាទៅសួរមហាសេដ្ឋីជាមេដាបិតាទៅដល់បងស្រីទាំងអស់បានឃើញជេរថាមេចៅចង្រៃឯងនាំប្តីកំសត់លក់តែក្តាមមករកអ្វីផងឯងបានលឺឬទេលោកឪពុកបណ្ដេញកាត់កាលចោលហើយសំបីតែនៅក្នុងភូមិក៏លោកមិនហាមឲ្យចូលដែរមេចង្រៃឯងចេញពីភូមិមកឆាប់នាងពៅឆ្លើយថាបងឯងទាំងអស់កុំមើលងាយខ្ញុំមកនេះដើម្បីសួរមេដាបិតាព្រោះលោកមានគុណលើខ្ញុំមិនមកសុំទ្រព្យសម្បត្តិលោកទេសម្បត្តិបងឯងទាំងអស់ក៏ខ្ញុំមិនសុំដែរខ្ញុំមកមើលទ្រព្យសម្បត្តិបងទាំងអស់មានប៉ុណ្ណេះខ្ញុំមិនកោតមិនព្រឺឡើយសំបីតែរួមជើងខ្ញុំក៏វាមិនព្រឺផងបងទាំងអស់ខឹងណាស់ជេរប្រតិចថាហងឯងនេះអួតណាស់អញមិនជឿទេនាងពៅថាបើមិនជឿភ្នាល់គ្នាចោះបងទាំងនោះថាភ្នាល់ដូចម្ដេចនាងពៅថាឲ្យបងទាំងអស់រាប់ប្រាក់ឲ្យខ្ញុំមើលឲ្យអស់ក្នុងមួយថ្ងៃបើរាប់អស់ខ្ញុំបែងចែកឲ្យរាល់គ្នាបើរាប់មិនអស់ខ្ញុំមិនឲ្យទេតែខ្ញុំយល់ថាកុំថាឡើយរាប់មួយថ្ងៃទូរាប់ពី3ថ្ងៃក៏មិនអស់ដែរបងទាំងនោះក៏ឆ្លើយថាអញព្រមតែរាប់តែហងកុំកុហកអញវាយហងសម្លាប់នាងពៅប្រាប់ថាតាមចិត្តបងនាំគ្នាទៅរកប្រាក់នាងពៅរាប់តាំងពីព្រឹកដល់ល្ងាចមិនអស់ក៏នាំគ្នាត្រឡប់មកផ្ទះវិញជម្រាបសេដ្ឋីមេដាបិតាថានាងពៅជាប្អូនវាអួតថាខ្លួនមានប្រាក់ច្រើនខ្ញុំទាំងអស់មិនជឿហើយថា
Ba mình chưa tê ao từ mơ Tia bị chọc nhầm từng óc Khnia có từ mơ khơi viêm miên bạc tràn men Có phnoa nâng vía tha bà nhầm từng óc khnia rộp bạc Vía mùi ngày mình óc nhầm nâng chay khnia cho bà rộp mình óc vía mình ao tê Tu nhầm từng óc khnia chập rộp tăng bị bạc To là nghĩa con mình óc bạc vía Ban chia từ lọt mộc chùm điệp mệt đa bạch đa sông triệp Maha sẽ thayกับban chặt crom ca ao từ mưa bạc niềng pơ ao chết cho ba niềng pơ còn nòm từ mưa cướp còn lại crom ca từng nước ban khơi bạc niềng pơ miên trànประกอบแม่นก็ตลอดมกจุ่มเรียบมหาเศรษฐีตามดำนาสอบกรุบมหาเศรษฐีบานเรียบมินจัดเตยอ่อนนะก็จัดบำราอ้อยหายนิงเปิลนึงโกนประสามกปรับถาคนไอ้หมกเนยจีมวยนึงใบดาเวินจอกเติมมหาเศรษฐีบังกวบกรอมกาอ้อยแกนระแตกกระใบโกจะชนะเติมดักจุนจุนประนังตรอบสมบัตินิงเปิลยกหมกตัวตึงอ้อดะเลือบเตะปีเป็นละเวงมหาเศรษฐีเคยประนิงเปิลจานแมนมีนอมนอปุ่นประมาณก็สสายแท้ก่อนอันนี้เป็นจีเนะมีนบอลอำนาจต่อเติมนี้ก่อนแต่งปีหนึ่งบานชีเศรษฐีดำนอวงบ่มคานไอคาได้ใบดาขังบันดันโกโนเนะกลมประกันขังนังใบดานิงเปิลนังปะไดก่อนในเตียจมูกเม็ดดาใบดาโดยดาวเวินจำนายบองใส่ตังปนมันก็เข้าคลาดนิงเปิลนังปะโอนทลายหนูนะลมหาเศรษฐีเชียใบดาตัวมรณะเพียบเตอเวลีนาปะไดนังหนึ่งเปิลแผลเยอะก็น้อมคณีลางชีเศรษฐีจุมนัวเอาใบดาต่อเตอกระแตสำหรับอบรมพิจารณาในขนมเรืองเชอปกกลมดักกูดอังกุย